ជំរាបសួរនិងសួស្តីបងប្អូនគ្នាអញ្ចឹងឥឡូវយើងមកបន្តមេរៀនរបស់យើងទៀតតកតងទៅនឹងស្វ័យគុណតែវាស្ថិតនៅក្នុងមេរៀនទី2អញ្ចឹងយើងចូលដល់លក្ខណៈនៃស្វ័យគុណតើស្វ័យគុណហ្នឹងវាមានលក្ខណៈបែបណាខ្លះអញ្ចឹងយើងមកមើលទាំងអស់គ្នាអញ្ចឹងចំពោះលក្ខណៈទី1នៃស្វ័យគុណគេនិយាយថាស្វ័យគុណនៃស្វ័យគុណអញ្ចឹងគេថាជឿទៅបើសិនជា a ស្វ័យគុណ n លើកជាស្វ័យគុណ n វាស្មើទៅនឹង a ស្វ័យគុណ n គុណនឹងn ឬក៏ a ស្វ័យគុណ n លើកជាស្វ័យគុណ m ស្មើទៅនឹង a ស្វ័យគុណ n គុណនឹងស្វ័យគុណ n អញ្ចឹងយើងមើលថាវាប្រើបែបម៉េចចំពោះលក្ខណៈហ្នឹងអញ្ចឹងយើងមើលលំហាត់គំរូទាំងអស់គ្នាអញ្ចឹងលំហាត់គំរូគេមានក2ស្វ័យគុណ2លើកជាស្វ័យគុណ2ចា៎ហ្នឹងយើងប្រើជាទូទៅរបស់យើងមកស្មើអីគេអាកន្លែងនេះមានថា2ស្វ័យគុណ2យើងគុណចូលគ្នាជាមួយ2ដងដូចឧទាហរណ៍ a ស្វ័យគុណ2ចុះវាមិនស្មើនឹង a គុណនឹង a ត្រេះអញ្ចឹងកន្លែងហ្នឹងគ្រាន់តែគេថែមខាងស្វ័យគុណមកទៀតអញ្ចឹងកន្លែងហ្នឹងយើងបានមិនយើងបាន2គុណ2គុណនឹង2យើងអត់ប្រើតាមនឹងទេគឺយើងប្រើតាមជាទូទៅរបស់យើងបាន m គុណនឹង n អានេះ m អានេះ n ឬក៏អានេះ n អានេះ m ព្រោះអានេះជាផលគុណអញ្ចឹងផលគុណវាមានលក្ខណៈត្រឡប់យើងចង់គុណមួយណាមុនក៏បានដូចគ្នាអញ្ចឹងយើងបានប៉ុន្មាន2ស្វ័យគុណអូខេតោះខយើងមើលមាន2លើ3ស្វ័យគុណ4លើកជាស្វ័យគុណ5អញ្ចឹងកន្លែងហ្នឹងយើងប្រើលក្ខណៈរបស់យើងទីមកយើងបានលេខគេ2លើ3 4គុណនឹង5វាស្មើទៅនឹង2លើ3 5 4ដង20តោះនេះតោះគោយើងមាន a ស្វ័យគុណដក2លើកជាស្វ័យគុណកាអញ្ចឹងកន្លែងហ្នឹងក៏យើងប្រើតាមជាទូទៅរបស់យើងទៀតយើងបានលេខគេ a ស្វ័យគុណដក2គុណនឹងកាប៉ុន្តែនៅសន្តិការជាអញ្ញត្តិអញ្ចឹងយើងបានលេខគេ a ស្វ័យគុណដក2កាតោះនេះអញ្ចឹងវីដេអូលោកគ្រូមានតែប៉ុណ្ណឹងបើសិនជាយើងមានចម្ងល់អីអាចខមមិននៅខាងក្រោមបានសូមអរគុណ